ចំណងជើងរឿងដើមជ្រៃរឹងមាំនិងដើមត្រែងទន់ភ្លន់នៅមាត់ទន្លេមួយមានដើមជ្រៃដ៏ធំមួយដែលដុះឡើងយ៉ាងមាំមួនមែកធាងរបស់វាធំនិងរឹងមាំដែលធ្វើឲ្យវាមានមោទនភាពលើខ្លួនឯងយ៉ាងខ្លាំងនៅក្បែរជើងរបស់វាមានដើមត្រែងតូចដុះតាមមាត់ទឹកដែលមើលទៅទន់ជ្រាយនិងគ្មានកម្លាំងជារៀងរាល់ថ្ងៃដើមជ្រៃតែងតែសើចចំអកឲ្យដើមត្រែងថាមើលចុះឯងពិតជាកំសោយណាស់គ្រាន់តែខ្យល់បក់បន្តិចឯងក៏លំទោនខ្លួនបាត់ទៅហើយមើលមកយើងវិញទោះខ្យល់បក់ខ្លាំងយ៉ាងណាក៏យើងមិនដែលងាករេដែរដើមត្រែងតបវិញទាំងសុភាពថាបងជ្រៃអើយការដែលខ្ញុំលំទោនខ្លួនមិនមែនមកពីខ្ញុំកំសោយទេប៉ុន្តែវាគឺជាវិធីដែលខ្ញុំរស់នៅជាមួយខ្យល់យប់មួយមានភ្លុះសង្គ្រាដ៏សាហាវមួយបានបោកបក់មកលើតំបន់នោះដើមជ្រៃព្យាយាមឈររឹងកំព្រឹសប្រឆាំងនឹងកម្លាំងខ្យល់ព្យុះយ៉ាងស្វិតស្វាញព្រោះវាមិនចង់ឲ្យគេឃើញថាវាចុះចាញ់ប៉ុន្តែកម្លាំងខ្យល់ខ្លាំងពេករហូតធ្វើឲ្យដើមជ្រៃដ៏ធំនោះត្រូវរលើងងូសដួលក្រឹបទៅលើដីចំណែកឯដើមត្រែងវិញនៅពេលព្យុះបោកមកដល់វាក៏លំទោនខ្លួនទាបទៅដល់ដីបណ្ដោយតាមកម្លាំងខ្យល់នៅពេលព្យុះកន្លងផុតទៅដើមត្រែងក៏ងើបឈរឡើងវិញយ៉ាងស្រស់បំព្រងខណៈដែលដើមជ្រៃដ៏មានមោទនភាពត្រូវស្លាប់បាត់បង់ជីវិតមេរៀននៃរឿងភាពរឹងរូសនិងការមិនចេះបត់បែនជារឿយនាំមកនូវការបាក់បែកភាពរឹងមាំពិតប្រាកដមិនមែនជាការតស៊ូប្រឆាំងគ្រប់រឿងនោះទេប៉ុន្តែគឺជាការចេះបត់បែនទៅតាមកាលៈទេសៈដើម្បីរក្សានូវគោលដៅនិងជីវិតរបស់យើងឲ្យបានយូរអង្វែងចំណុចសម្រាប់វិភាគដើមជ្រៃតំណាងឲ្យអំនួតនិងផ្នែកគំនិតរឹងត្អឹង Fixed Mindset ដើមត្រែងជានិមិត្តរូបនៃភាពវៃឆ្លាតក្នុងការបត់បែន Adaptability ខ្យល់ព្យុះតំណាងឲ្យវិបត្តិឬការផ្លាស់ប្ដូរដ៏ធំក្នុងជីវិតនិងការងារលទ្ធផលនៃការរស់រានតើការចេះបន្ទាបខ្លួននិងយល់ពីស្ថានភាពសង្គមមានតម្លៃកម្រិតណាសម្រាប់ភាពជោគជ័យយូរអង្វែង